សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់មេរៀនភាសាចិនបន្តទៀតថ្ងៃនេះយើងមករៀនអំពីពាក្យប្រភេទនៃក្រដាសច្បាប់ជាភាសាចិនទាំងអស់គ្នាអញ្ចឹងសម្រាប់ពាក្យដំបូងនេះគឺសុំច្បាប់ក្នុងភាសាចិនយើងអានថាឈិញជាបកថាសុំច្បាប់អញ្ចឹងបន្តិចទៀតយើងនឹងរៀនអំពីពាក្យប្រភេទនៃក្រដាសច្បាប់ទាំងអស់គ្នាហើយយើងនឹងមានបង្កើតជាប្រយោគផងដែរពាក្យបន្ទាប់នេះគឺលិខិតសុំច្បាប់ឬក៏ក្រដាសសុំច្បាប់ដែលយើងត្រូវសរសេរដើម្បីដាក់ទៅផ្នែក HR ដើម្បីបានជាការសុំច្បាប់មួយដ៏ពេញលេញអញ្ចឹងលិខិតសុំច្បាប់នៅក្នុងភាសាចិនយើងអានថាឈិញជាតានអញ្ចឹងឈិញជាមាញ់ហ្នឹងគឺសុំច្បាប់តាននេះបកថាក្រដាសឬក៏លិខិតយើងអានចូលគ្នាឈិញជាតានបកថាក្រដាសសុំច្បាប់ឬក៏លិខិតសុំច្បាប់អញ្ចឹងក្រដាសសុំច្បាប់យើងអានជាភាសាយើងប្រើជាភាសាសាមញ្ញយើងនិយាយរាល់ថ្ងៃគឺក្រដាសសុំច្បាប់ក៏ប៉ុន្តែនៅក្នុងលិខិតផ្លូវពាក្យផ្លូវការគឺយើងប្រែថាលិខិតអញ្ចឹងប្រើបានដូចគ្នាណាយើងដូចឧទាហរណ៍ថាជាក់ស្ដែងពាក្យថាក្រដាសនេះសម្រាប់និយាយលិខិតនេះយើងប្រើសម្រាប់ការសរសេរជាភាសាខ្មែររបស់យើងណាអញ្ចឹងពាក្យទី1ប្រភេទនៃក្រដាសច្បាប់នេះគឺច្បាប់ធុរៈជាភាសាចិនយើងអានថាសុជានេះបកថាច្បាប់ធុរៈសុជាច្បាប់ធុរៈបន្តទៀតពេញជាបកថាច្បាប់ឈឺច្បាប់ដោយសារយើងមានជំងឺឬក៏អត់ស្រួលខ្លួនអីយើងដាក់ថាច្បាប់ឈឺក្នុងភាសាចិនគឺពេញជាពាក្យបន្ទាប់ឆានជាបកថាច្បាប់សម្រាលកូនសម្រាប់ស្ត្រីអញ្ចឹងច្បាប់សម្រាលកូននៅក្នុងច្បាប់ការងារគឺមានរយៈពេល90ថ្ងៃឬក៏ស្មើនឹង3ខែឆានជាបកថាច្បាប់សម្រាលកូនពាក្យបន្ទាប់ច្បាប់ពិសេសអញ្ចឹងក្នុងភាសាចិននេះគឺយើងអានបាន2នេះជាពាក្យវែងបានថាពាក្យពេញនេះជាពាក្យខ្លីអញ្ចឹងពាក្យនេះគឺអានថាធើពាជាមួយទៀតយើងអាចអានបានថាធើជាអញ្ចឹងនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃសាមញ្ញគេប្រើពាក្យធើជាច្រើនជាងណាធើជាក៏ប៉ុន្តែពាក្យពេញគឺធើពាជាពាក្យពេញរបស់ធើនេះគឺបានមកពីពាក្យថាធើពាគឺពិសេសធើពាពីរពាក្យនេះបកថាពិសេសអញ្ចឹងធើពាជាបកថាច្បាប់ពិសេសឬក៏ធើជាខ្លីស្រួលចាំតែ2ម៉ាត់ទេធើជាបកថាច្បាប់ពិសេសអញ្ចឹងពាក្យហ្នឹងគឺត្រូវដូចគ្នាណាបើថាមួយពាក្យវែងមួយពាក្យខ្លីប្រើបានដូចគ្នាពាក្យបន្ទាប់គឺច្បាប់បំណាច់ឆ្នាំឬក៏ច្បាប់សម្រាប់ប្រចាំឆ្នាំនឹងឯងអញ្ចឹងច្បាប់បំណាច់ឆ្នាំឬក៏ច្បាប់សម្រាប់ប្រចាំឆ្នាំមាន2ពាក្យដូចគ្នាទី1គឺនៀនជាទី2តៃស៊ីននៀនជាអញ្ចឹងពាក្យនេះគឺបកថាច្បាប់បំណាច់ឆ្នាំឬក៏ច្បាប់សម្រាប់ប្រចាំឆ្នាំដែលមានរយៈពេល18ថ្ងៃក្នុងមួយឆ្នាំអញ្ចឹងការប្រើប្រាស់ទូទៅអាសាជួបនិងប្រើជាញឹកញាប់គឺនៀនជាខ្លីស្រួលចាំណានៀនជាតៃស៊ីននៀនជានេះពាក្យចំមកវាគឺការឈប់សម្រាកដោយមានប្រាក់ឈ្នួលអូខេតៃស៊ីននៀនជាការឈប់សម្រាកដោយមានប្រាក់ឈ្នួលក៏ប៉ុន្តែយើងអាចនៃបរិយានឹងគឺស្តៀងនឹងការឈប់សម្រាកអំណាចឆ្នាំដោយសារការឈប់សម្រាកអំណាចឆ្នាំគឺយើងឈប់អត់ដាច់លុយទេអញ្ចឹងមានន័យថាឈប់សម្រាកហើយគឺការគិតប្រាក់ខែគឺមានធម្មតាអញ្ចឹងភាសាយើងប្រើបាន2នៀនជា1តៃស៊ីននៀនជា1គ្រាន់តែការប្រើប្រាស់ប្រចាំថ្ងៃទូទៅគេប្រើពាក្យនៀនជាច្រើនជាងណានៀនជាច្រើនជាងអូខេមើលពាក្យបន្ទាប់ប្រយោគរបស់យើងវិញម្ដងសុជានេះច្បាប់ធុរៈយើងប្រើទៅលើប្រយោគអីខ្លះតោះតែយើងមើលទាំងអស់គ្នា我明天有事要请假一天我明天有事要请假一天មានន័យថាថ្ងៃស្អែកខ្ញុំមានធុរៈត្រូវសុំច្បាប់មួយថ្ងៃអញ្ចឹងអាសុជានេះបានមកពីពាក្យយោសុនេះបានមកពីពាក្យថាសុជានេះឯងច្បាប់ធុរៈអញ្ចឹងយើងអាចចំណាំថាយោសុបកថាមានធុរៈអញ្ចឹងកាលណាបើមានធុរៈចូលជាច្បាប់ធុរៈងាយមែនទេប្រយោគនេះគឺសាមញ្ញទេ我明天有事
要请假一天ខ្ញុំថ្ងៃស្អែកហ្នឹងខ្ញុំមានធុរៈត្រូវសុំច្បាប់មួយថ្ងៃយើងអាចរៀនប្រយោគនេះដើម្បីទៅសុំច្បាប់មេយើងបានបើសិនជាយើងមានធុរៈអូខេបន្ទាប់ទៀតច្បាប់ឈឺអញ្ចឹងច្បាប់ឈឺប្រយោគរបស់យើងគឺ我昨天生病所以没来上班我昨天生病所以没来上班មានន័យថាម្សិលមិញខ្ញុំឈឺដូច្នេះហើយមិនបានមកធ្វើការទេ所以នេះគឺបកថាដូច្នេះហើយសម្រាប់ភ្ជាប់ឃ្លាไม่来上班ไม่来上班នេះបកថាមិនបានមកធ្វើការទេ上班គឺធ្វើការណាយើងធ្លាប់រៀនធ្លាប់លឺមែនទេអូខេអញ្ចឹងសារថ្មី我昨天生病所以没来上班អូខេប្រយោគយើងបន្ទាប់នេះគឺច្បាប់សម្រាលកូនច្បាប់សម្រាលកូនសម្រាប់ស្ត្រីអញ្ចឹងប្រយោគរបស់យើងមាន我下个月生小孩所以要请产假我下个月生小孩所以要请产假ខែក្រោយខ្ញុំសម្រាលកូនហើយដូច្នេះត្រូវសុំច្បាប់សម្រាល我下个月នេះ下个月គឺបកថានៅខែក្រោយ生小孩生小孩បកថាសម្រាលកូនណាការសម្រាលកូនបកថាយើងសម្រាលកូនហ្មងឆានជាគឺពាក្យបច្ចេកទេសបកថាច្បាប់សម្រាលតែម្ដងអញ្ចឹងដល់ពេលយើងសម្រាលកូនស្ត្រីសម្រាលកូនធម្មតាហ្នឹងគេហៅថាសឹងសៀវហៃគឺសម្រាលកូនដល់ពេលច្បាប់សម្រាលយើងអានថាឆានជាបើយើងប្រើថាសឹងសៀវហៃជាបានអត់បានចិនស្ដាប់យល់ពីជនជាតិចិនគាត់ស្ដាប់យល់ក៏ប៉ុន្តែវាមិនមែនពាក្យបច្ចេកទេសទេជាពាក្យផ្សំសឹងសៀវហៃជាក៏បានក៏ប៉ុន្តែចិនបើជនជាតិចិនគាត់ស្ដាប់យល់ក៏ប៉ុន្តែវាខុសពាក្យបច្ចេកទេសណាពាក្យបច្ចេកទេសរបស់វាគឺឆានជាច្បាប់សម្រាលកូនអញ្ចឹងមកមើលប្រយោគយើងម្ដងទៀត我下个月生小孩所以要请产假ខែក្រោយខ្ញុំសម្រាលកូនហើយដូច្នេះត្រូវសុំច្បាប់សម្រាលប្រយោគយើងបន្ទាប់ទៀតគឺច្បាប់ពិសេស我下个星期结婚所以要请特假我下个星期结婚所以要请特假មានន័យថាខែក្រោយខ្ញុំរៀបការហើយដូច្នេះត្រូវសុំច្បាប់ពិសេសអញ្ចឹងច្បាប់ពិសេសប្រើបានក្នុងករណីពីពិពាផ្ទាល់ខ្លួនប្រពន្ធកូនសម្រាលឬក៏សាច់ញាតិមរណភាពអញ្ចឹងយើងអាចសុំច្បាប់ពិសេសបានអញ្ចឹងសម្រាប់ច្បាប់ឈប់សម្រាប់ប្រចាំឆ្នាំក្នុងន័យតែមួយទេគឺដោយច្បាប់សម្រាប់ច្បាប់ពិសេសអញ្ចឹងខ្ញុំលើកប្រយោគតែច្បាប់ពិសេសមកទេយើងអាចបង្កើតជាប្រយោគបានយើងដូរតែពីធ្វើជាទៅនានជាទៅអាចបានហើយឧទាហរណ៍ថា我下个星期结婚所以要请年假ដូរតែពីធ្វើជាទៅនានជាទៅគឺបានហើយអូខេអញ្ចឹងសម្រាប់មេរៀនថ្ងៃនេះគឺមានតែប៉ុណ្ណឹងយើងនឹងជួបគ្នានៅមេរៀនថ្ងៃបន្ទាប់ទៀតសូមអរគុណ